ជំរាបសួរមកតាមដានការ review ទៅទៅនឹង street food ទាំងអស់គ្នាដែលទីតាំងដែលគាត់លក់គឺនៅក្បែរ PTT ពោធិ៍ចិនតុងនិងទល់មុខរដ្ឋលេខាធិការឋានអាកាសយាស៊ីវិលហើយនៅកន្លែងគាត់មានលក់ដូចជាបាយឆាកាទៀវឆាឡូតយំទៅរបស់គាត់អនុស្សាវរីយ៍ឆ្ងាញ់ទាំងអស់អញ្ចឹងបើសិនបើមានចំណាប់អារម្មណ៍ចង់សាក់បងញ៉ាំកន្លែងគាត់អាចមកញ៉ាំកន្លែងគាត់នៅក្បែរមន្ទីរពេទ្យបង្ហាញពោធិ៍ចិនតុងណាចឹងអាចមកសាកញ៉ាំកន្លែងគាត់បានរសជាតិឆ្ងាញ់ទឹកស៊ុបក៏ឆ្ងាញ់ដែរនេះខ្ញុំញ៉ាំ2ដងហើយអញ្ចឹងហើយបាននេះខ្ញុំ recommend ឲ្យអ្នកដែលជិះកាត់តាមពលានហ្នឹងណាអាចមកញ៉ាំនៅកន្លែងគាត់បាននៅក្បែរ PTT ពោធិ៍ចិនតុងហ្នឹងញ៉ាំសាក់បងគឺមានរសជាតិឆ្ងាញ់ហើយតម្លៃក៏សមរម្យដែរគឺមកប៉ោប៉ុណ្ណឹងតម្លៃ17,000នៃសាច់ច្រើនហើយកាទៀវក៏ច្រើនដែរទឹកស៊ុបក៏មានរសជាតិឈ្ងុយឆ្ងាញ់ទៀតអញ្ចឹងអាចទិញយកទៅសាក់បងញ៉ាំបានញ៉ាំនៅក្នុងក៏បានខ្ចប់ដូចជាខ្ញុំក៏បានដែរប៉ុន្តែដោយសារតែផ្ទះរបស់ខ្ញុំរៀងឆ្ងាយដែរដល់ពេលខ្ចប់មកចឹងទៅទឹកស៊ុបវាតិចឲ្យពេលចឹងខ្ញុំក៏ដៅទៅឃើញអាកាទៀវនឹងវាហិចប៉ុន្តែជាក់ស្ដែងបើសិនបើយើងញ៉ាំនៅកន្លែងក្តៅហ្មងឆ្ងាញ់ណាហើយដោយសារតែខ្ញុំក៏ដៅទៅវាធ្វើឲ្យកាទៀវនឹងវារិចតាមទឹកដែរពេលចឹងមើលទៅដូចអត់តំណប៉ុន្តែជាក់ស្ដែងគឺទឹកស៊ុបឆ្ងាញ់កាទៀវឆ្ងាញ់អត់ផុយមិនមុំញ៉ាំហើយសាច់ក៏ផុយឆ្ងាញ់ល្អដែរអញ្ចឹងអាចមកសាកល្បងកន្លែងគាត់បានណាអរគុណច្រើន